កែវត្រួតជាប់គ្នាយកចេញដោយវិធីណាកែវនៅពេលដាក់ត្រួតគ្នាវានឹងបិទគ្នាស្អិតពិបាកយកចេញប្រសិនបើយើងទាញខ្លាំងអាចនឹងធ្វើឲ្យបែកបានវិធីយកចេញគឺត្រូវយកកែវខាងក្រោមទៅត្រាំក្នុងទឹកក្តៅហើយចាក់ទឹកត្រជាក់ចូលកែវខាងលើវិធីនេះធ្វើឲ្យកែវខាងក្រោមដែលត្រូវទឹកក្តៅរីកធំក្នុងខណៈដែលកែវត្រូវទឹកត្រជាក់រួមតូចឬនៅដែលជាហេតុធ្វើឲ្យកែវទាំងពីរអាចរបូតចេញពីគ្នាដោយងាយពេលកែវឆ្លាក់បែកមានវិធីអ្វីប្រមូលយកកំទេចកែវឬអំបែងកែវយ៉ាងស្រួលឬទេពេលកែវបែកអ្នកត្រូវរើសអំបែងកែវធំចេញចំណែកកំទេចកែវតូចដែលពិបាករើសឬមើលមិនឃើញត្រូវយកដំឡូងបារាំងឬមើមឆៃថាវហាន់ជាបន្ទះធំលើកន្លែងដែលមានកំទេចកែវដើម្បីឲ្យកំទេចកែវជាប់មកជាមួយនឹងសាច់ដំឡូងឬឆៃថាវអ្នកអាចប្រើក្រដាសកាសែតជ្រលក់ទឹកសើមយកទៅសង្កត់ផ្ចិតឲ្យកំទេចកែវជាប់មកជាមួយក្រដាសកាសែតក៏បានដែរបើកែវបែកធ្លាក់លើកម្រាលពេលរើសប្រមូលអំបែងកែវអាចធ្វើឲ្យមុតដៃរបស់អ្នកបានដូច្នេះចូលយកក្រណាត់ជ្រលក់ទឹកពូតឲ្យស្ងួតយកទៅជូតផ្ដិតកំទេចកែវហើយយកទៅលាស់ដាក់ក្នុងចុងសម្រាមយកក្រណាត់ជូតជាច្រើនរហូតដល់អស់កំទេចកែវចាក់ទឹកក្តៅមិនឲ្យបែកប្រសិនបើចាក់ទឹកក្តៅកំពុងពុះខ្លាំងទៅក្នុងកែវកែវនឹងបែកមួយរំពេចភ្លាមបើចង់កុំឲ្យកែវបែកអ្នកគូចាក់ទឹកក្តៅចូលតែបន្តិចហើយក្រឡុកឲ្យកម្ដៅសាយភាយសពសាច់កែវសិនរួចហើយសឹមចាក់ទឹកក្តៅចូលឲ្យពេញតាមក្រោយអ្នកអាចចាក់ទឹកក្តៅចូលទៅក្នុងកែវមិនឲ្យបែកកែវដោយតាក់ចំពុយកុំសៀវឲ្យខ្ពស់បំផុតពីកែវដើម្បីឲ្យទឹកថយចុះកម្ដៅមុននឹងធ្លាក់មកដល់កែវក៏បានដែរតុបគ្រីកលាងសម្អាតដោយរបៀបណាយកសាច់ឬគ្រួសតូចដាក់ទៅក្នុងដបបន្តិចបន្តួចរួចហើយចាក់ទឹកនិងសាប៊ូចូលហើយក្រឡុកខ្លាំង2 ទៅ 3 នាទីរួចលាងឲ្យស្អាតដោយទឹកធម្មតាធ្វើបែបនេះដបរបស់អ្នកនឹងភ្លឺថ្លាឡើងវិញយ៉ាងស្អាតជាមិនខានចាក់ទឹកខ្មេះលាយជាមួយទឹកក្តៅចូលទៅក្នុងដបទុកចោលមួយយប់សឹមក្រឡុកវាខ្លាំងហើយលាងសម្អាតដោយទឹកធម្មតាមួយសាទៀត